ពីបាជាភ្លើងដាប់ភ្លៀងហើយឡើងនេះយើងស្វែងយល់ពីរបៀបឆ្លងដ៏សំខាន់របៀបឆ្លងនៃវីរុសរលាកថ្លើមប្រភេទ B វីរុសរលាកថ្លើមប្រភេទ B គឺមាននៅក្នុងឈាមនិងវត្ថុរាវដទៃទៀតដែលចេញពីសរីរាង្គកាយអ្នកជំងឺជាធម្មតាវាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងឈាមទី1និងជាចំណុចគ្រោះថ្នាក់បំផុតគឺការចម្លងមេរោគវីរុសពីម្ដាយទៅទារកអំឡុងពេលសម្រាលដោយសារទារកប៉ះពាល់ផ្ទាល់ជាមួយឈាមម្ដាយទី2គឺការចម្លងរវាងកុមារទៅកុមារតាមរយៈការប៉ះពាល់ផ្ទាល់កន្លែងដែលមានស្នាមមុតដាច់កោខាំឬអេសដាច់ដែលមានឈាមរបស់អ្នកទុកមេរោគទី3គឺការចម្លងពីមនុស្សទៅមនុស្សក្នុងអំឡុងពេលរួមភេទដោយប៉ះពាល់ជាមួយនឹងឈាមឬវត្ថុរាវដែលចេញមកពីសរីរាង្គកាយទី4គឺការចាក់ថ្នាំដោយគ្មានសុវត្ថិភាពនិងការប្រើសេរ៉ាងឬម្ជុលរួមគ្នានេះដោយសារម្ជុលត្រូវបានប្រើរួមគ្នាជាមួយនឹងអ្នកជំងឺដែលមានវីរុសរលាកថ្លើមប្រភេទ B រាប់មកការឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺមានពី50ទៅ100ដងច្រើនជាងការឆ្លងមេរោគ A ទៅទៀតជើងជាអ្នកការពារសុខភាពប្រជាជនបើផ្លូវសំខាន់បាក់សាំចាំបាច់